ពីមុនក៏មានតម្លៃថ្លៃឆ្មាភ្លឺចាញ់ចាញ់ច្បាស់ជាមានតម្លៃជាងពួកគេច្រើនហើយ10,000ល្ងងនេះអានេះគេហៅថា1ម៉ឺនណែលោកម្ចាស់ទី2ណែស្ដាប់តាមកូនស្រីរបស់ខ្ញុំនាងថា10000គឺ10000ហើយ5លានបងប្រុសបើទោះបីជាភ្នែកឆ្មានោះមានតម្លៃក៏ដោយប៉ុន្តែចាយ5លានយកមកគឺចំណេញតិចតួចបំផុតបងសុខចិត្តចំណាយប្រាក់ច្រើនយ៉ាងនេះដើម្បីតែឆក់យកពីខ្ញុំហើយនឹងទូមែនទេដរាបណាសៀវអើចូលចិត្តយើងមិនថែម5លានក៏មិនជាបញ្ហាដែរម្យ៉ាងវិញទៀតថ្ងៃនេះយើងបានរកបានរបស់ល្អៗជាច្រើនចាយ10លានមិនថែមទៀតមិនបាត់ជាបញ្ហាទេបងអូនស្រីសៀវអើពិតជាចូលចិត្តភ្នែកឆ្មាខ្មៅនេះមែនទេប៉ាត់មែនហីប៉ាបងអូនស្រីសៀវអើចូលចិត្តទុកឲ្យបងអូនស្រីចាស់ភ្នែកឆ្មានេះមិនថ្លៃទេទូនៅតុយសោះក៏ទម្លាប់លះបង់ដែរនេះធ្វើឲ្យសៀវអើកាន់តែក្អើតកតោមទៀតហើយទោះជាភ្នែកឆ្មាមានតម្លៃធម្មតាក៏ដោយក៏ខ្ញុំត្រូវតែតតាំងដើម្បីទូ10លាន30លានបងមើលទៅបងទី2ពីកាច់ជាច្រើនឆ្នាំសូម្បីតែអំណោយកូនស្រីក៏ខ្វះលុយដែរ30លានម្ដង30លាន2ដង30លាន3ដងលក់ហើយសូមអបអរសាទរលោកឈីមីងដែលបានដេញថ្លៃយករូបឆ្មាចម្លងភ្នោក្នុងតម្លៃ30លានម៉ែឆ្មានេះអាក្រក់ណាស់កូនចូលចិត្តតែភ្នែកវាទេកូនស្រីរបស់ប៉ាពិតជាភ្នែកល្អមែនអាចមើលឃើញរបស់ល្អបែបនេះស្អាតនេះឆ្មាអាក្រក់នេះពិតជាសម្រាប់មែនអបប្រាឆ្មាពណ៌បៃតងដែលលោកអមមិនត្រូវការលោកអាចទូទេអបប្រាឆ្មាបៃតងដែលអមប្រាមិនត្រូវការនេះលោកអាចទូបានទេអូទី2ខ្ញុំថាកូនស្រីរបស់ឯងពិតជាដូចឯងពិតមែនចូលចិត្តយកសម្រាប់តែគេបោះចោលកុំថាយើងធ្វើបាបឯងណាមិនបានទុកវត្ថុបុរាណឲ្យឯងហ៎ដំដៃដ៏អត់ប្រយោជន៍នេះយើងមិនត្រូវការនោះទេយកចេញទៅឆ្ងាយទៅយើងឲ្យតែឯងបើឯងចង់បានទូចង់ទិញយល់ព្រមហើយណាអមប្រោះលោកឆ្មាឲ្យទូហើយត្រឡប់ក្រោយវិញមិនបានទេក្មេងតូចនេះបើជាហ៊ានយកលុយមួយជាន់មកឲ្យជើងចង់ឲ្យជើអាម៉ាស់មុខយើងឲ្យឯងហើយអូទី2បន្តិចទៀតនាំឯងទៅកន្លែងលក់អេតចាយមើលដំដែកមួយនេះតើលក់បានប្រមាណជាន់ភ្ញៀវកាទីទាំងអស់គ្នាការដេញថ្លៃជុំទី1ត្រូវបានបញ្ចប់ហើយបន្ទាប់ក៏សូមអញ្ជើញលោកគ្រូចាងដែលជាអ្នកជំនាញខាងវិតម្លៃវត្ថុដ៏ល្បីល្បាញមកពិនិត្យវត្ថុដែលបានដេញថ្លៃទាំងអស់សូមអញ្ជើញលោកគ្រូចាងលោកគ្រូគឺជាអ្នកមានជំនាញវាយតម្លៃវត្ថុបុរាណដែលល្បីឈ្មោះស្មើនឹងលោកម្ចាស់សើលោកម្ចាស់ចាស់ត្រូវបានគេស្គាល់ថាមានមាត់ទឹកមើលវត្ថុបុរាណគ្រាន់តែកលេចមើលម្ដងក៏អាចវាយតម្លៃត្រូវដែរវត្ថុដេញថ្លៃថ្ងៃនេះគឺត្រូវសាមីងដេញថ្លៃយកអស់បាត់ទៅហើយលោកគ្រូចាងសូមមើលមកកត់ត្បូងទទឹមនេះតើវាមានតម្លៃអាចកាត់ថ្លៃបានដែរទេត្បូងពិតមែនប៉ុន្តែរបស់នេះគឺចម្លងតាមបែបសម័យទំនើបគឺមិនមានឫសគល់ប្រវត្តិសាស្ត្រទេមិនមានតម្លៃទេចុះខ្សែកនេះវិញបេះដូងមហាសមុទ្រចុះត្បូងមរកតដែលកាត់ជាច្រើនប្រភេទនេះតើយ៉ាងម៉េចវិញចុះផ្ទះគំនូរនារីនេះវិញលោកគ្រូចាងលោកមានន័យយ៉ាងម៉េចវត្ថុដេញថ្លៃរបស់លោកសិតតែជាសម្រាប់មិនអាចទេវាពិតជាមិនអាចទេជាមួយនឹងបទពិសោធន៍របស់ខ្ញុំវាមិនអាចទៅរួចនោះទេឪខ្លាគុណឆ្កែមើលទៅជំនាញវិតម្លៃវត្ថុបុរាណរបស់លោកសៀវគឺមិនបានមកដល់ទេណែនេះភ្នែកឆ្មាគឺជាត្បូងពេជ្រចាដេអ៊ីតចាស់របស់នេះគឺមានតម្លៃណាស់ពិតជាសំជាសៀអឺមែនបានទុកភ្នែកឆ្មាដ៏មានតម្លៃបំផុតដេញថ្លៃអស់ប្រមាណ30លានអាយ៉ាលោកចាយលុយខ្ជះខ្ជាយហើយភ្នែកឆ្មាចាដេអ៊ីតនេះទោះជាវាមានគុណភាពល្អក៏ដោយប៉ុន្តែតម្លៃរបស់វាត្រឹមតែ5លានប៉ុណ្ណោះគ្រាប់ពេជ្រដែលមានគុណភាពខ្ពស់បែបនេះពិតជាចង់ដឹងថាថ្មដែលកាត់ចេញពីវាយ៉ាងម៉េចមិនអាចទេហើយគុណភាពល្អឥតខ្ចោះបែបនេះកម្រមានណាស់នៅលើពិភពលោកបើទោះបីជាថ្មនេះមានទំហំធំប៉ុនក៏ដៃក៏ដោយប៉ុន្តែវាមានតម្លៃកប់ពពកពេកហើយលោកឲ្យថ្លៃនេះវាខ្ពស់ពេកលោកតាចាងនៅក្នុងខ្លួនឆ្មានេះសិតតែជាថ្មពណ៌បៃតងភ្លឺចាញ់
ហ៊ានយកតម្លៃចាស់នេះមកថាជារបស់មានតម្លៃផងឯងឈឹ ណានាងតូយ៉ានៅក្នុងសបកដែកនេះក៏ស្ថិតតែជាថ្មធម្មតាលោកតាវាយតម្លៃវត្ថុបុរាណ50ឆ្នាំហើយមិនដែលខុសទេនៅក្នុងដែកនេះពិតជាមិនមានចាស់ដីអ៊ីតទេ តែប៉ាប៉ាទូឃើញខ្លួនឆ្មានេះសិតតែពណ៌បៃតងភ្លឺចាញ់ចាំង រូបរាងខាងក្រៅមើលទៅធម្មតាណាស់តើទូពិតជាមើលឃើញខាងក្នុងពិតមែន ប៉ាឆ្មាពណ៌បៃតងនេះមានតម្លៃ100គុណនឹង10លាន 1000លាន បងចង់ថាឆ្មាដែលខ្ញុំបោះចោលតម្លៃ1000លានមែនទេប៉ាសិនជាកាត់ទៅខាងក្នុងអត់មានអីប៉ារបស់បងគឺចាញ់ប៉ារបស់ខ្ញុំហើយ អូនទី2កុំថាយើងមិនបានដាស់តឿនឯងណាថ្ងៃនេះពួកយើងប្រកួតប្រជែងគ្នាដោយកសែភ្នែកមើលទៅខាងវត្ថុបុរាណលោកគ្រូចាស់បាននិយាយឲ្យថារបស់នេះគ្មានតម្លៃអីទេឯងនៅតែជឿលើក្មេងព្រៃដែលធំនៅជនបទនេះទៀតដល់ពេលដែលកាត់ថ្មឆ្មានេះចេញឯងនឹងលែងមានឱកាសប៉ះពាល់មុខជំនួញរបស់តកូសៀទៀតហើយ ប៉ាជឿទូទៅយើងមិនចាញ់ទេ ឡូណាប៉ាជឿទៅលើកូនហើយថ្ងៃនេះប៉ានឹងយកទ្រព្យសម្បត្តិរបស់ប៉ាទាំងអស់មកលេងល្បែងជាមួយកូនហើយណា